បាទគ្រប់ជំរាបសួរទៅកាន់ពុកម៉ែបងប្អូនអស់នេះឥឡូវដល់ដោយវសានៅតាមព្រៃគឺតែងតែមានធម្មជាតិស្រស់បំព្រងមានផ្កាមានព្រៃមានផ្សិតមានផ្លែឈើផ្លែអីកើតឡើងអញ្ចឹងទៅអញ្ចឹងជំរឿដល់ខ្ញុំដើរហ្នឹងគឺមកលេងតនេមកលេងទៅហើយត្រូវដាច់ភ្លើងមិនដឹងធ្វើអីអញ្ចឹងមកលេងហ្នឹងជំរឿដើរទៅជួបអីឃើញអីខ្ញុំធ្វើការថតវីដេអូបង្ហាញជូនបងប្អូនអស់គ្នាទស្សនាភាពអរគុណច្រើនបងប្អូនដល់ឆ្នាំខ្ញុំមកព្រោះហ្នឹងខ្ញុំរកផ្សិតទៅទូដោះប៉ុន្តែមិនភ្លៀងក៏ឡើងទេតែមួយថ្ងៃនេះភ្លៀងចប់ពេក3 4ថ្ងៃចប់គ្នាទៅចប់គ្នាពេកចឹងហើយផ្សិតមកអញ្ចឹងខ្ញុំធ្វើការឡើងមើលតាមហ្នឹងទៅខ្ញុំឃើញមានផ្សិតអីមានចំណេញចំណុច50ចាប់ដែលយើងអាចហូបបាននេះជួយតាន់ជួយបងប្អូនជួយនេះយើងអាចហូបបានយកស្លអំជូរកាឆាឬមួយក៏យើងយកទៅធ្វើលក់ជួយគឺឈ្មោះកាជួយតែបានក៏ដឹងជួយដែរព្រោះមើលមកគេយកទៅជួយបានហ្នឹងហើយមានច្រើនបងប្អូនមានថប់នេះសក្លែបបានគ្នាទីមានជាតិពុលខ្ញុំទាំងស្រុងតែម្ដងបាទនេះគូណៅនេះនេះគ្រឿណៅកាណៅអូខេគ្រឿណៅមានផ្លែយើងអាចហូបលក់បានគេយើងទៅទស្សនាបន្តទៀតនេះបងប្អូនគេឃើញផ្សិតផ្លែកមួយទៀតហើយផ្សិតនេះបើដើរព្រៃបងប្អូនជួបឃើញកុំបេះហូបបងប្អូនអរគ្នាមិនមែនជាផ្សិតកញ្ជោឯផ្សិតកញ្ជោរៀងស្តៀងគ្នានឹងអញ្ចឹងប៉ុន្តែគាត់ថាមើលដើមមកគេផុយឃើញទេដើមមកគេផុយលើអូដើមស្តៀងផ្សិតកញ្ជោដែរនេះប៉ុន្តែដល់ពេលស្លឹកផ្សេងហើយនេះហូតបានទេណាដុះជីវងដូចផ្សិតកញ្ជោអញ្ចឹងដុះជីវងដូចគ្នានេះខ្ញុំរីមើលឃើញជីវងក្បាលខ្មៅដូចគ្នាផ្សិតកញ្ជោក្បាលខ្មៅប៉ុន្តែស្រួយយើងអាចហូបបានណាគាត់ពុលនេះបងប្អូនអរគ្នានៅកន្លែងនេះមានតបោកមួយនៅតបោកនោះរាល់ឆ្នាំខ្ញុំធ្លាប់មកដល់បានផ្សិតនេះផ្សិតកញ្ជោហើយផ្សិតកងោកឥឡូវជាមួយខ្ញុំមកទៀតឆ្នាំនេះឆ្នាំទៅមកបានឥឡូវឆ្នាំនេះមានអត់ទៅមើលទាំងអស់គ្នាបានជួយមួយទៀតបាទស្រេចឆ្នាំនេះអត់ទេអត់មានតែប្រុសស្វាងនោះនេះមានប្រុសស្វាហើយនឹងប្រុសស្វាក៏អស់គេដកអស់ទៀតអត់មានទេលើបានអីហូបយើងឥឡូវហ្នឹងអត់មានផងដល់ដល់មកជួបនេះជួប